ខ្ញុំបាទឈ្មោះអាពីលប្រពន្ធឈ្មោះលុកបានបាត់ឆ្កែឈ្មោះបោពេជ្រសារិកាឆ្កែក៏ជាម្ចាស់ទៀតឯងហើយបងប្អូនណាបានឃើញមកឆ្កែខ្ញុំគឺសម្បល់សបានមានកម្ពស់1.7 ម៉ែត្របាទហើយមានពាក់បន្តោងនោះគឺថាបន្តោងពេជ្រតម្លៃប្រហែល$5,000បងប្អូនណាបានឃើញឆ្កែរបស់ខ្ញុំបាទសូមប្រគល់បន្តោងសាកលពេជ្រមកឲ្យខ្ញុំវិញរួចហើយយកឆ្កែចុះបាទសូមអរគុណនេះព័ត៌មានល្អណាស់ឯងនេះប្រហែលជាបែកស្រីទេហ្នឹងឯងដំណឹងសួររកបងប្អូនអាហ្នឹងខ្ញុំចង់ស្ដាប់ប្រាសួររកបងប្អូនហ្នឹងខ្ញុំបាទបានបាត់បងប្អូនតាំងពីយូរលង់ណាស់មកហើយមិនដឹងថាបងប្អូនខ្ញុំនោះប្រុសឬមួយក៏ស្រីមិនដឹងថាបងប្អូនខ្ញុំនោះឈ្មោះអីសប្តាហ៍ថ្ងៃមិនដឹងជារស់នៅទីកន្លែងណាទីកន្លែងណីបើបងប្អូនណាបានឃើញសូមប្រកល់ឲ្យខ្ញុំបាទហើយសូមជួយប្រាប់ផងថាបងប្អូនខ្ញុំនឹងឈ្មោះអីហើយបងនឹងឈ្មោះអីហើយខ្ញុំបាទនឹងឈ្មោះអីអើយប្រកាសដូចអត់ប្រកាសយ៉ាងណាបើមិនស្គាល់ដុំនឹងរើសបានកបោបខ្ញុំបាទបានរើសបានកបោបមួយដែលជ្រុះតាមផ្លូវបាទកបោបនោះគឺថាក្នុងកបោបមានលុយចំនួន$30,000បាទខ្សែកមាសនិងខ្សែដៃមាសចំនួនមាសទៅយ៉ាង2គីឡូបាទបងប្អូនណាបានដឹងថាបាត់កបោបលុយទាំងនេះបាទសូមអញ្ជើញមកយកលុយនិងមាសប្រទះខ្ញុំវិញចុះខ្ញុំបាទនឹងជូនសគុណថែមពីលើ$2,000ទៀតបាទសូមអរគុណអាយុអេម៉ែបាត់កបោបហើយថែមលុយទៀតបីលិខិតថ្លែងអំណរគុណខ្ញុំបាទឈ្មោះព្រានព្រៃព្រមទាំងភរិយាសូមថ្លែងអំណរគុណដល់លោកពូងួននេះព្រមទាំងភរិយានិងបុត្រដែលពូឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃបានមកជួយដុតផ្ទះប្អូនចៅយ៉ាងឆេះសន្ធោសន្ធៅបាទគឺថាសូមអរគុណបងយ៉ាងពងពោះគាត់ថាថ្ងៃនេះប្អូនដេកនៅវត្តទេបាទអូយព័ត៌មាននេះឯងហើយឆេះទេអរគុណគេទៀតមកបាត់ចម្រៀងវិញនាទីប្រឡងចម្រៀងអេមនឹងអេមបាទនេះគឺជាកម្មវិធីប្រឡងចម្រៀងដែលជាស្នាដៃបាទនិពន្ធរបស់បងប្អូនដែលសរសេរមកផ្ញើក្នុងបញ្ជួរបស់យើងបាទបញ្ជួយើងសូមបាទអានបាទกระดาษចម្រៀងដែលបងប្អូនបាននិពន្ធផ្ញើមកហើយបាទនេះដែរនេះគឺជាចម្រៀងរបស់បងប្អូនប៉ុយបាទបានសរសេរចម្រៀងបាទក្រោយមកគេថាអោក្រុងបាវិតបាទអូបាទសូមច្រៀងដូចតទៅបាទអោក្រុងបាវិតនៅចិត្តតាខ្មៅបងនាំអូនទៅកាត់តាមអ្នកលឿងអោក្រុងប៉ោយប៉ែតស៊ីបបគ្រឿងប៉ោយប៉ែតណាអ្នកលឿងនៅចិត្តគ្នាណាស់ប៉ោយប៉ែតអោខេត្តស្វាយរៀងជាស្រុកកំណើតរូបខ្ញុំបានកើតនៅកំពង់ធំអោភ្នំដងរែកបងដើររាវក្រុមរដូវបនភ្ជុំខ្ញុំទៅចូលឆ្នាំពេលខ្ញុំនឹកម៉ែខ្ញុំតែអើយរកឪខែរាំងឆ្លងផ្លូវក្របីស៊ីឆ្កែបាទសូមអរគុណបាទឡើយនេះអសលុបបាទមើលបាទឆ្កែដោពោណាសូមកែប្របន្តទៀតបាទនាទីសំណុំពរបទចម្រៀងតាមអំពើចិត្តអាហ្នឹងបាទអេមលោកចែមសារ៉ាន់បានផ្ញើចម្រៀងមួយបទជូនទៅសម្លាញ់របស់គាត់គឺសម្លាញ់ពាក់មីបាទសូមអរគុណបាទគឺថាលោកនឹងបាននឹករលឹកសម្លាញ់គាត់ជាខ្លាំងគឺថាបានបែកគ្នារយៈពេលជាជាង10ឆ្នាំហើយលោកក៏បានពេញចិត្តនៅចម្រៀងមួយបទផ្ញើជូនទៅសម្លាញ់ពាក់មីហើយបទនេះដែលមានចំណងជើងថាអាយុខ្លីម្លេះអោសម្លាញ់អើយបាទក៏មានលិខិតសំណូមពរបទចម្រៀងមួយដែរគឺដល់ពីកុមារីម្នាក់អាយុបាទ14ឆ្នាំទេបាទកុមារី14ឆ្នាំបាទបាននិយាយប្រាប់ថានាយគ្រឿនបាទអាយុ30ឆ្នាំបានពេញញ៉ែញ៉នគាត់រាល់ថ្ងៃបាទឥឡូវនេះបាទកុមារីបានផ្ញើចម្រៀងបទបញ្ជូនលោកពូគ្រឿនវិញបទនេះមានចំណងជើងថា20ឆ្នាំក្នុងគុកបាទមកយ៉ាងដែរថាឯងបាទនាទីបន្តទៀតនេះបាទសូមជូននាទីសំណុំពរបទចម្រៀងបន្តទៀតបាទបងប្រុសម្នាក់បាទបានសំណុំពរបទចម្រៀងមួយបទនេះផ្ញើជូនទៅលោកពូរបស់គាត់បាទថ្ងៃនេះបាទដែលលោកយាយរបស់គាត់បានស្លាប់បាទហើយបងប្អូនកំពុងតែយំកើតទុកពេញផ្ទះហើយនេះគាត់បានទៅទេបាទគាត់សូមផ្ញើចម្រៀងបទនេះសូមផ្ញើចូលរួមរំលែកទុកនៃសាកសពផងបាទបទនេះមានចំណងជើងថាភ័ព្វសំណាងបាទមនុស្សងាប់មានភ័ព្វសំណាងទៀតហើយបទចម្រៀងបាទអរគុណបាទនាទីបទចម្រៀងត្រូវបានបញ្ចប់បាទសូមអរគុណបាទសូមនាទីផ្សាយម៉ោងមើលម៉ោងឯងនៅពេលនេះម៉ោងប៉ុន្មានម៉ោងនៅក្នុងវិទ្យុអីមិនបានចឹងឯងថប់ទៀងម៉ោងតែចូលអត់លោទៀតដាច់ចិត្តមែនអូយវិថីនេះកពៅពួកឯងឲ្យមកបាច់ចេះដឹងខ្ញុំឯងចាំធ្វើអីនោះនេះទៅធ្វើនៅក្នុងហ្នឹងធ្វើទៀតកាត់ទៅប៉ុនភ្នំនេះធ្វើក៏ធ្វើដែរម៉ែវាមកណែធ្វើស្អីធ្វើតបោទៀតធ្វើតបោទៀតទៅទៅម៉ោងនេះឯងអើយក្មេងសម័យឥឡូវវាចឹងវិញតែមានពីណាស្រឡាញ់ផង